ជំរាបសួរអ្នកទាំងអស់គ្នាចង់សូមស្វាគមន៍អ្នកគ្នាចូលមកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះផងដែរគឺខ្ញុំនឹងលើកយកបង្ហាញអ្នកទាំងអស់គ្នាជាមួយនឹង website មួយដែលអ្នកគ្នាអាចធ្វើការរកជាមួយនឹងប្រភេទកាក់ Bitcoin បានដោយ free ឬក៏ហៅកាត់ថា BTC ហ្នឹងអ្នកគ្នាអាចធ្វើការរកបានដោយ free ជាមួយនឹងវាហើយអ្នកគ្នាអាចធ្វើការរកបានជាមួយនឹងវាហ្នឹងគឺពីរប្រភេទដែលទី1អ្នកគ្នាអាចធ្វើការរកបានតាមរយៈការចូល claim រយៈពេល60នាទីឬក៏1ម៉ោងម្ដងហើយដល់ទី2អ្នកគ្នាអាចធ្វើការរកជាមួយនឹងវាបានតាមរយៈការចុចមើល ad ពាណិជ្ជកម្មហើយសម្រាប់ការ withdraw វិញអ្នកគ្នាអាចធ្វើការ withdraw បានក្នុងតម្លៃដែលទាបខ្លាំងមែនទែនគឺត្រឹមតែ100 Satoshi តែប៉ុណ្ណោះហើយបើតាមការគិតរបស់ខ្ញុំគឺមួយថ្ងៃក៏អ្នកទាំងអស់គ្នាអាចរកបាន10 20 Satoshi អីទៅតាមនឹងទៅអ្នកទាំងអស់គ្នាទៅតាមអ្វីដែលអ្នកគ្នាអាចចូលលេងជាមួយនឹងវាបានចឹងសម្រាប់ website មួយនេះគឺខ្ញុំមកធ្លាប់លេងជាមួយនឹងវាទេប៉ុន្តែយើងនឹងធ្វើការសាកល្បងលេងជាមួយនឹងវាទាំងអស់គ្នាតើការដកលុយគឺអាចដកបានដែរឬអត់ហើយសម្រាប់ជំរឿននៅក្នុងការដកលុយបើតាមខ្ញុំបានធ្លាប់មើលគឺវាអាចដកបានច្រើនប្រភេទខ្លះមែនតើដែលអាចផ្ទុកជាមួយនឹងកាក់ Bitcoin បានគឺមានដូចជា Travelet Binance Coinbase ហើយ Fastpay អីជាដើមគឺអ្នកទាំងអស់គ្នាអាចធ្វើការដកបានហើយអញ្ចឹងអ្នកគ្នាអាចធ្វើការចុច link នៅខាងក្រោម description ដើម្បីចូលមកកាន់ទម្រង់នៃ website បែបនេះហើយបន្ទាប់មកគឺអ្នកទាំងអស់គ្នាអាចមើលជាមួយនឹង website នឹងទ្រូបានដែល website ហ្នឹងគឺវាចេញមកយូរដែរហើយអ្នកទាំងអស់គ្នាអញ្ចឹងអ្នកដែលចូលឈ្មោះជាមួយនឹងវាហ្នឹងគឺបាន 27000 នាក់ហើយសម្រាប់ការ click លេងលើ website ហ្នឹងគឺមាន1លាន4សែននិងការបង់ប្រាក់ចេញហ្នឹងគឺចំនួន 0.1 Bitcoin ឯអ្នកទាំងអស់គ្នាបើគិតទៅគឺវាច្រើនដុល្លារខ្លាំងមែនតើគឺវាអាចហួស$1000ទៀតក៏ថាបានអ្នកទាំងអស់គ្នាទៅតាមតម្លៃដែល Bitcoin វាឡើងចុះអញ្ចឹងណាចឹងអ្នកគ្នាអាចធ្វើការចុច link នៅក្រោម description មកវានឹងនាំអ្នកគ្នាចូលមកកាន់តម្រងបែបនេះហើយបន្តមកទៀតគឺអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការក្រឡេកមើលជាមួយនឹងពាក្យដែលមានឈ្មោះជាមួយនឹងពាក្យដែលគេសរសេរថា register to earn បើសិនជាអ្នកគ្នាចុចខាងក្រោម advertise with us នេះបានន័យថាអ្នកគ្នាជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្មទេអ្នកគ្នាអាចដាក់លុយជាមួយ website ហ្នឹងដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលអីផ្សេងៗចឹងទៅតែបើសិនអ្នកគ្នាចង់មករកចំណូលពីវាគឺយើងត្រូវចុច register to earn នេះអ្នកគ្នាហើយបន្តមកដល់កន្លែងនេះគឺអ្នកគ្នាត្រូវបំពេញជាមួយនឹងបែបបទមួយចំនួនដើម្បីធ្វើការចុះឈ្មោះជាមួយនឹង website មួយហ្នឹងអញ្ចឹងទី1អ្នកគ្នាត្រូវដាក់ជាមួយនឹងឈ្មោះហើយទី2ដាក់ជាមួយនឹង email address ទី3ដាក់ជាមួយនឹង Bitcoin address របស់អ្នកគ្នាហ្នឹងយកមកពីណាក៏បានដែរហើយទី5ហើយនិងទី6ហើយទី4និងទី5គឺអ្នកទាំងអស់គ្នាត្រូវធ្វើការដាក់ជាមួយនឹង password ចាប់ពី6ខ្ទង់ដល់20ខ្ទង់ទៅតាមអ្វីដែលអ្នកគ្នាចង់ដាក់ទៅហើយបន្តមកអ្នកគ្នាគ្រាន់តែចុចបំពេញ recaptcha នេះកន្លែងនេះមួយហើយបន្តមកទៀតគឺអ្នកគ្នាគ្រាន់តែធ្វើការចុចនៅលើពាក្យ submit វានឹង redirect ចូលទៅកាន់ទម្រង់នៃ website តែម្ដងអញ្ចឹងឥឡូវនេះគឺខ្ញុំបានបង្កើត account មួយរួចជាស្រេចហើយខ្ញុំគ្រាន់តែធ្វើការចុចជាមួយនឹងសញ្ញាព្រួយនេះហើយចុចលើពាក្យ login បន្តមកអ្នកគ្នាគ្រាន់តែបំពេញជាមួយនឹងឈ្មោះហើយ password បំពេញ recaptcha ហើយកុំភ្លេចចុចគ្រីនៅពាក្យថា keep me login នេះមួយផងហើយចាំចុច submit វានឹង redirect ចូលទៅកាន់ website ដូចគ្នាអូខេអ្នកទាំងអស់គ្នាអញ្ចឹងនៅពេលដែលអ្នកគ្នាធ្វើការ login ឬក៏ចុះឈ្មោះជាមួយនឹង website ហ្នឹងហើយវានឹងនាំអ្នកគ្នាចូលមកកាន់ទម្រង់បែបនេះដែល website ហ្នឹងគឺមានឈ្មោះថា BitServe ដែលអ្នកគ្នាអាចធ្វើការរកចំណូលបានជាមួយនឹងវាដោយដែលខ្ញុំបានរៀបរាប់ពីក្បាលវីដេអូបំបញ្ញមិញអញ្ចឹងនៅពេលអ្នកគ្នាចុះឈ្មោះមកដំបូងគឺអ្នកគ្នានឹងឃើញកន្លែង account balance នេះគឺមាន0ទាំងអស់ទេអ្នកទាំងអស់គ្នាអញ្ចឹងដោយសារតែខ្ញុំចង់សាករកជាមួយនឹងវាថាតើវាងាយស្រួលឬក៏ពិបាកក្នុងការរកគឺខ្ញុំបានសាកដបងជាមួយនឹងវាគឺរកបាន9 Satoshi ហើយអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់កន្លែង withdraw នេះវិញបានន័យថាការដកលុយអញ្ចឹងគឺខ្ញុំមិនទាន់បានធ្លាប់ដកលុយពីវាទេហើយអ្នកគ្នាអាចមើលខាងក្រៅនេះបានជាកន្លែងដែលយើងអាចធ្វើការមើលជាមួយនឹងការណែនាំហើយខាងក្រៅនេះក៏អត់មានអីដែរអ្នកគ្នាគ្រាន់តែជាកន្លែងវិក័យប័ត្រនៃការដកប្រាក់តែប៉ុណ្ណោះអញ្ចឹងកន្លែងនេះគឺគេនិយាយពីការរករបស់យើងនៅពេលដែលយើងរកបានថ្ងៃណាបានប៉ុណ្ណាអញ្ចឹងគឺវាមានទៅតាមហ្នឹងអ្នកទាំងអស់គ្នាហើយអញ្ចឹងកន្លែងការរកគឺអ្នកគ្នាគ្រាន់តែធ្វើការចុចព្រួយនេះហើយអ្នកគ្នានឹងឃើញ3ទម្រង់នៅខាងលើគេនេះជាកន្លែងអ្នកគ្នាអាចធ្វើការរកបានអញ្ចឹងទី1អ្នកគ្នាអាចចុចលើពាក្យ frame ad នេះមកកន្លែងនេះគឺអ្នកគ្នាអាចធ្វើការរកជាមួយនឹងវាបានជាមួយនឹងការចុចមើល ad ហើយវាបាន2 Satoshi ក្នុងរយៈពេល10វិនាទីអញ្ចឹងវាមាន ad ពាណិជ្ជកម្ម load មកឲ្យអ្នកទាំងអស់គ្នាជារៀងរាល់ពេលជារៀងរាល់ថ្ងៃហើយខ្ញុំបានមើលអស់2ហើយអ្នកទាំងអស់គ្នាគឺវាចេញពណ៌ព្រៀងក្រមៅបែបនេះអញ្ចឹងបើសិនជា website ណាដែលអ្នកគ្នាមិនទាន់បានមើលគឺវាចេញពណ៌សអញ្ចឹងឥឡូវដើម្បីធ្វើការមើលអ្នកគ្នាគ្រាន់តែចុចលើឈ្មោះ website ហ្នឹងមកហើយបន្តមកទៀតវានឹងនាំអ្នកគ្នាមកតម្រង់នៃការមើលអ្នកគ្នាគ្រាន់តែរងចាំអាពាក្យខាងលើនេះហើយវាដើរបាន 100% មកអ្នកទាំងអស់គ្នាវានឹង load ជាមួយនឹង recaptcha មួយមកឲ្យអ្នកគ្នាបំពេញអញ្ចឹងអ្នកគ្នាគ្រាន់តែបំពេញ recaptcha នេះមួយហើយចុចធ្វើការ submit ពីអ្នកគ្នាធ្វើការបំពេញ recaptcha ហើយគឺអ្នកគ្នានឹងឃើញពាក្យមួយដែលគេសរសេរថាយើងទទួលបាន2 Satoshi ហើយអ្នកទាំងអស់គ្នាអ្នកគ្នាគ្រាន់តែធ្វើការខ្វែងវាមកហើយចូលមកកាន់តម្រង់ website វិញវានឹង load ជាមួយនឹងពណ៌ក្រមៅបែបនេះអ្នកគ្នាអញ្ចឹងយើងអាចធ្វើការមើលជាមួយនឹង website មួយទៀតបានអញ្ចឹងខ្ញុំសូមធ្វើការមើលឲ្យអ្នកគ្នាចំនួនមួយ website ទៀតសិនដោយសារខ្ញុំនៅសល់តែមួយទៀតទេគឺអស់ website ក្នុងការមើលហើយអញ្ចឹងអ្នកគ្នាគ្រាន់តែមើលដូចដើមមកអ្នកទាំងអស់គ្នាហើយយកមកពេញនៅ recaptcha ហើយចុច submit ធ្វើការមើលអស់ហើយអ្នកទាំងអស់គ្នាគឺអត់មាននៅសល់ទៀតទេយើងធ្វើការចុចសញ្ញាព្រួយយើងទៅមើលជាមួយនឹងពាក្យថា new tab ad នេះម្ដង
ចឹងកន្លែងនេះគឺយើងអាចធ្វើការរកបានបន្ថែមទៀតអ្នកនរគឺចំនួន2 Satoshi ជាងគ្រាន់តែធ្វើការចុចលើ link website នឹងដដែលមកអ្នកទាំងអស់គ្នាគ្រាន់តែការរកគឺវាខុសគ្នាបន្តិចអ្នកនរចុចលើវាបែបនេះចឹងវានឹងចេញចេះអ្នកនរចឹងគឺអ្នកនរត្រូវចុចលើពាក្យ go នេះមួយទៀតបន្ទាប់មកគឺវានឹងនាំអ្នកនរចូលមកកាន់ website បែបនេះហើយកន្លែងហ្នឹងគឺអ្នកនរប្រកាសឆ្ងល់ថាអត់មាន load ភាគរយអីនៅខាងលើហ្នឹងអញ្ចឹងអ្នកនរគ្រាន់តែចុចលើអាប៊ូតុង tab នេះមកនេះអញ្ចឹងអ្នកនរនឹងមើល website ដើមអ្នកនរនេះគឺនឹងឃើញហើយគឺវាមានវិនាទីដើរអញ្ចឹងឥឡូវខ្ញុំនៅសល់0វិនាទីទេខ្ញុំគ្រាន់តែធ្វើការខ្វែងហើយចូល website ហ្នឹងវិញមកនេះគឺវានឹងចេញមកពេញកាប់ឆាបែបនេះអញ្ចឹងអ្នកនរគ្រាន់តែចុចគ្រីសមួយហើយចុច submit មកអូខេអញ្ចឹងវានឹង load ពាក្យថាយើងបានទទួលពី Satoshi ហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងគឺអត់មានអីពិបាកទេហើយមកដល់ទី3គឺយើងគ្រាន់តែចុចលើពាក្យថា process ហើយមកដល់កន្លែងនេះអ្នកនរនឹងឃើញអ្នកនរអាចទទួលបាន3ទៅ5 Satoshi រៀងរាល់60នាទីម្ដងប៉ុន្តែក្នុងមួយថ្ងៃគេកំណត់ឲ្យអ្នកនរclaimបានតែ30ដងទេអញ្ចឹងយើងគ្រាន់តែធ្វើការចុចលើពាក្យ claim មកអ្នកទាំងអស់គ្នាគឺយើងចុចលើពាក្យ claim reward ហើយបន្តមកយើងបំពេញ recaptcha មួយហើយយើងចុចលើពាក្យ claim reward ដដែលនេះអញ្ចឹងគឺខ្ញុំទទួលបាន5 Satoshi គឺតម្លៃពេញតែម្ដងអ្នកគ្នាអញ្ចឹងបើសរុបទៅគឺខ្ញុំរកបានរៀងច្រើនដែរខ្ញុំគ្រាន់តែធ្វើការចុចទៅមើលនៅកន្លែង dashboard មកគឺនេះខ្ញុំរកបាន11 Satoshi ទៀតហើយអ្នកទាំងអស់គ្នាអញ្ចឹងតួយើងអត់មានពាណិជ្ជកម្មក្នុងការរកតែអ្នកទាំងអស់គ្នាអាចធ្វើការចូលមកចុច click claim នៅBitcoin នឹងបាន 2K ហ្នឹងគឺរៀងរាល់1ម៉ោងម្ដងហើយសម្រាប់ការដកលុយអ្នកគ្នាគ្រាន់តែធ្វើការចុចលើពាក្យ withdraw នេះទៅគឺវានឹងឲ្យអ្នកគ្នាដកឲ្យប៉ុន្តែដោយសារតែខ្ញុំវាតម្រូវឲ្យមាន100 Satoshi អញ្ចឹងខ្ញុំសូមធ្វើការរងចាំឲ្យគ្រប់100 Satoshi សិនទើបខ្ញុំអាចធ្វើការ withdraw ឲ្យអ្នកគ្នាមើលបានខ្ញុំនឹងបង្ហាញអ្នកគ្នាមួយទៀតគឺអ្នកគ្នាគ្រាន់តែធ្វើការអស់មកក្រោមអ្នកគ្នានឹងឃើញកន្លែងពាក្យថា referral នេះគឺអ្នកគ្នាគ្រាន់តែចុចលើពាក្យ promotional tool អ្នកគ្នានឹងឃើញជាមួយនឹងlink ដែលអ្នកគ្នាអាចធ្វើការណែនាំមិត្តភ័ក្តិបានអ្នកគ្នាគ្រាន់តែធ្វើការ copy វាមកអ្នកទាំងអស់គ្នាទាំង3ហ្នឹងអ្នកទាំងអស់គ្នាចង់ copy link មួយណាក៏បានដែរស្រេចតែចិត្តអ្នកទាំងអស់គ្នាទេតែបើសិនជាអាច copy អាខាងលើទៅអ្នកទាំងអស់គ្នាហើយអញ្ចឹងវីដេអូខ្ញុំវាមានតែប៉ុណ្្នឹងទេអ្នកគ្នាបើសិនមកអ្នកគ្នាពេញចិត្តអាចធ្វើការជួយចុច like subscribe និងបើកសញ្ញារូបភាពឲ្យខ្ញុំម្នាក់មួយផង